keo margaritaនេះហើយយើងត្រូវ rim the glass ជាមួយនឹង salt បាទហើយចាប់ពីក្នុងមកចាប់ពីក្នុងបាទហើយយើងត្រូវដាក់អំបិលជាមួយមាត់កែវមុនសិនមិនយើងចាប់ដើមគឺយើងផ្សំក្លុកដើម្បីរិមអំបិលបានគឺចាក់ស្ដែងគឺយើងត្រូវមានក្រូចឆ្មាមួយចំណុចណាតោះមកគឺយើងបៀកជាមួយនឹងមាត់កែវ margarita កន្លះនេះឬក៏យើងអាចជាមួយនឹងកែវ champagne flute ឬក៏កែវ cork នេះក៏បានខ្ញុំសុំប្រើនេះដោយសារតទៅពីធ្វើឲ្យយើងបានតេស្តទាំងពីរនេះអញ្ចឹងយើងប្រើ classic មុនបាទ classic អត់មានពណ៌ខៀវទេពពួក classic បានថាជាពណ៌សស្លែតបានថាយើងរៀនពីរបស់បារាណគេមុនតោះមកបានយើងមូទៅ blue margarita យើងចាប់ផ្ដើម rim the glass បាទថាយើងរោយអំបិលឬក៏បៀកអំបិលជុំវិញមាត់កែវក្នុងករណីអំបិលនេះយើងលើសប្រមាណយើងអាចកាន់យ៉ាងហ្នឹងពុះដៃយើងគិតម៉ាសាយមកសុំដាក់បន្តទៀតចឹងយើងមុននឹងចាប់ដើមក្លុកគឺយើងត្រូវស្លាយទៅឆ្មាដើម្បីដាក់ពេលដែលយើងធ្វើហើយយើងជ្រាកវាតិចដើម្បីយើងងាយស្រួលដាក់ចូលមាត់កែវអូខេអញ្ចឹងយើង ready ក្នុងការ shake វាហ្នឹងយើងចាប់ផ្ដើមដោយដាក់ទឹកកកជាមួយនឹងmixing tin ហើយនេះយើង mixing កន្លងដាក់ពីលើតមកគឺយើង base ទៅលើclassic margarita គឺយើង base ទៅលើ tequila ដែលគឺដើមចេញពីដើម Goa គឺ40 ml ណា40 ml តមកទៀតគឺយើងដាក់ជាមួយនឹង triple sec ឬក៏ control ក៏បានដែរឲ្យតែ orange liqueur ឬក៏ liquor អញ្ចឹងយើងមាន brand មួយទៀត control អត់ control ជំនួសជាមួយនឹង triple sec អត់ triple sec យើងដាក់ control ដែរយើងដាក់20 ml តទៅទៀតគឺ sugar syrup របស់យើងកម្រិតជាតិផ្អែមយើងដាក់25ក៏បានខ្ញុំសូមដាក់ទៅ20ទៀតតមកក៏ឆ្ងាញ់របស់យើងគឺ25 មីលីលីត្រយើង shake ក្នុងចន្លោះពេលពី10ទៅ15វិនាទីក៏បាន8ទៅ15វិនាទីក៏បានសំខាន់ធ្វើម៉េចឲ្យស្រាយក្លុកមួយហ្នឹងគឺយើង shake ទៅវាបែកតកល្អខ្ញុំសូមឆ្លងទឹកចុះអូខេយើងភួរនៅក្នុង shaker វិញយើងបាក់ជាប់គ្នាមកម៉ោង6យើងទុកពីគ្រាប់វាលើលេខ6ហើយយើងក្លុកប្រើកម្លាំងកដៃហ្នឹងចាប់ដើមកយើងក្លុកស្រាយតោះកត់ test វិញណា swirl វាតោះមកយើងភួរនៅក្នុង cocktail glass របស់យើងឃើញបែកតកល្អណាស់កាលណាយើងចម្លែកពីកែវយើង divide គ្នាសិនណាចាំយើង extra មិនឲ្យស្មើគ្នា
ចឹងយើងមើលកម្រិតភាពម៉ត់នៃ cocktail មួយកែវហ្នឹងគឺ frozen តែម្ដងគាត់ថាយើងមើលវាបាច់តកកពេញតកតិចតួច ចា ហើយតែយើងប្រើកម្លាំងកដៃខ្លាំងទៅមកគឺ time to garnish ហើយតែយើងតបតែងនៅមាត់កែវរបស់យើង Okay finish for classic margarita